របស់កម្ពុជាបានមកដល់ហើយស្របពេលវប្បធម៌ខ្មែរកំពុងតែល្បីនៅវៀតណាមដោយសារតារាចម្រៀងល្បីបានច្នៃបញ្ចូលទៅក្នុងចម្រៀងខ្លួនអ្នកតំណាងកម្ពុជាពីររូបក៏កំពុងតែត្រៀមខ្លួនអង្រួនឆាកប្រកួតនៅប្រទេសវៀតណាមដែលផ្ដល់ផលចំណេញសម្រាប់កម្ពុជាផ្សព្វផ្សាយទាំងទេសចរនិងវប្បធម៌ដូច្នេះកុំភ្លេចលើកកម្លាំងចិត្តដល់ក្រុមហ៊ុនខ្មែរទាំងពីររូបនេះផងស្របពេលដែលតារាចម្រៀងភឿងមីជីធ្វើឲ្យមហាជនរំភើបចិត្តតាមរយៈការលើកយកសិល្បៈនិងអត្តសញ្ញាណខ្មែរក្រោមមកច្នៃប្រឌិតក្នុងស្នាដៃតន្ត្រីថ្មីបានយ៉ាងស្រស់ស្អាតវត្តមានរបស់ស្រីស្អាតកម្ពុជាដល់ទៅពីររូបកំពុងត្រៀមខ្លួនទៅបង្កើតប្រវត្តិសាស្ត្រនិងផ្សព្វផ្សាយអរិយធម៌ខ្មែរនិងឈ្មោះប្រទេសខ្មែរឲ្យកាន់តែល្បីនិងលេចធ្លោទ្វេដងនៅលើទឹកដីប្រទេសជិតខាងមួយនេះការដណ្ដើមមកុដនិងកិត្តិយសកេរ្តិ៍ឈ្មោះសម្រាប់ជាតិបានចាប់ផ្ដើមជាបន្តបន្ទាប់ដោយផ្ដើមពីកញ្ញាប៊ីសុធារីដែលត្រៀមខ្លួនរួចរាល់ក្នុងការទៅអង្រួនឆាក Miss Cosmo International 2026នាខែសីហានេះរួមជាមួយនឹងវត្តមានរបស់កញ្ញាអិនលក្ខណាដែលត្រូវប្រកួតដណ្ដើមមកុដ Miss World នៅថ្ងៃទី5ខែកញ្ញាខាងមុខការចេញទៅបង្ហាញនិងឆ្លុះបញ្ចាំងពីសម្រស់រូបរាងនិងភាពឆ្លៀសវៃរបស់បបរកញ្ញាទាំងពីររូបគឺជាឱកាសមាសក្នុងការបង្ហាញពីភាពខ្លាំងក្លានៃនារីខ្មែរលើឆាកអន្តរជាតិកាន់តែពិសេសនិងជាទីមោទនភាពជាតិនោះគឺកញ្ញាអិនលក្ខណាបានបង្កើតភាពភ្ញាក់ផ្អើលរួចជាស្រេចតាមរយៈការក្រុងឈុតសម្លៀកបំពាក់ស្បែកខ្មែរបានយ៉ាងប្រណិតដើរបង្ហាញម៉ូដនិងថតរូបផ្សព្វផ្សាយនៅចំកណ្ដាលទីក្រុងហូជីមីញដែលជាបេះដូងនៃប្រទេសវៀតណាមភាពទន់ភ្លន់និងថ្លៃថ្នូររបស់ស្បែកខ្មែរនៅចំកណ្ដាលបរិយាកាសទំនើបនៃទីក្រុងបានទាក់ទាញក្រសែភ្នែកអ្នកគាំទ្រទាំងក្នុងស្រុកនិងអន្តរជាតិឲ្យលងសរសើរមិនដាច់ពីមាត់ដែលត្រង់នេះបង្ហាញថាប្រពៃណីខ្មែរមានភាពទាក់ទាញជានិច្ចក្នុងគ្រប់យុគសម័យកាលដើម្បីឲ្យរស្មីនៃវប្បធម៌ខ្មែរកាន់តែរះភ្លឺចិញ្ចៃចិញ្ចាចនិងដើម្បីឲ្យការខិតខំប្រឹងប្រែងរបស់អ្នកតំណាងជាតិទាំងពីររូបកាន់តែមានឥទ្ធិពលនៅលើឆាកអន្តរជាតិសូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមចែករំលែកនិងផ្ញើសារលើកទឹកចិត្តដើម្បីជាកម្លាំងចលករដ៏សំខាន់បំផុតនៅក្នុងបេសកកម្មដើម្បីជាតិមាតុភូមិមួយនេះគ្រប់ការបោះឆ្នោតគ្រប់សារគាំទ្រនិងគ្រប់ការចែករំលែកចាប់ពីខែសីហានេះតទៅមិនត្រឹមតែជាការរុញច្រានប៊ីសុធារីនិងអិនលក្ខណាឲ្យខិតចិត្តទៅរកមកុដប៉ុណ្ណោះទេប៉ុន្តែជាការរួមគ្នាលើកស្ទួយទង់ជាតិវប្បធម៌និងសម្លៀកបំពាក់ខ្មែរឲ្យរះចិញ្ចែងចិញ្ចាចពាសពេញពិភពលោកក្រៅពីមានក្រុមរូបស្រស់ទាំងពីររូបជាអ្នកតំណាងកម្ពុជាទៅចូលរួមប្រកួតនៅប្រទេសវៀតណាមហើយនោះយើងក៏នៅមានបរិសង្ហាសុវណ្ណគិរីដាដែលជាម្ចាស់ជ័យលាភី Mr. Cosmo 2026 ផ្នែកបុរសទៅប្រកួតដណ្ដើមជ័យលាភីដូចគ្នាដែរចាពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់នេះគឺជាឱកាសល្អហើយសម្រាប់ប្រជាជនយើងដែលនឹងមានឱកាសនៅក្នុងការចូលរួមជំរុញនិងផ្សព្វផ្សាយវប្បធម៌យើងស្របពេលដែលសិល្បៈវប្បធម៌របស់យើងក៏កំពុងតែផ្ទុះល្បីល្បាញសោះសាយអញ្ចឹងហើយឱកាសនេះសូមឲ្យពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់របស់ខ្ញុំចូលរួមជំរុញបន្ថែមតាមរយៈការគាំទ្រទៅលើបេក្ខភាពយើងទាំង3រូបគឺមានកញ្ញាប៊ីសុធារីកញ្ញាអិនលក្ខណានិងលោកសុវណ្ណគិរីដាដែលអ្នកទាំង3គឺជាអ្នកតំណាងកម្ពុជាយើងជាអ្នកជ្រងទង់ជាតិខ្មែរយើងនៅលើឆាកប្រកួតអន្តរជាតិនាងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងចូលរួមស្មារតីតែមួយគឺស្មារតីខ្មែរស្រឡាញ់ខ្មែរខ្មែរគាំទ្រខ្មែរខ្មែររួបរวมប្រែថាខ្មែរខ្លាំងពីនាងខ្ញុំនីកាសូមអរគុណ